បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel បញ្ញាបុត្រថ្ងៃនេះខ្ញុំមកបញ្ជាក់បន្ថែមអំពីដើមសម្បុកជៀសដោយសារតែមានពុកម៉ែបងប្អូនឆ្ងល់បាទចង់ស្គាល់សម្បុកជៀសឲ្យបានច្បាស់បាទនេះជាសម្បុកជៀសបាទអញ្ចឹងផ្កាបែបហ្នឹងបាទផ្កាបាទនេះខាងនេះក៏ផ្កាដែរបាទហើយស្លឹកពុកម៉ែបងប្អូនបាទនេះផ្នែកខាងលើនេះស្លឹកបាទហើយនេះជាស្លឹកបាទចំណែកខាងនេះគឺជាផ្លែបាទនេះផ្លែពុកម៉ែបងប្អូនបាទផ្លែបែបហ្នឹងបាទផ្លែបាទអញ្ចឹងសម្បុកជិះផ្លែបែបហ្នឹងបាទហើយសម្បុកជិះគឺជាលក្ខណៈរុក្ខជាតិបែបជាគុំជលព្រឹកបាទគុំជលព្រឹកជាធម្មតាសម្បុកជិះដោះមកគុំបែបនេះបាទតែនេះដើមតូចទេហើយដើមខ្លះមានខ្ពស់រហូតដល់1 ម៉ែត្រលើសបាទហើយផ្នែកប្រើប្រាស់ធ្វើជាអសតបារាណគឺយើងអាចយកបានទាំងដើមទាំងស្លឹកទាំងឫសរុក្ខជាតិទាំងមូលបាទយកមកប្រើជាថ្នាំបាទឧទាហរណ៍ថាបើសិនជាពុកម៉ែបងប្អូនមានបញ្ហាកើតជំងឺគ្រុនពោះវៀនបាទអាចយកសម្បុកជិះហ្នឹងទៅដាំទឹកស្ងោរហូបឬមួយក៏ផ្សំជាមួយរុក្ខជាតិផ្សេងបាទអញ្ចឹងប្រកែគួរសមដែរគ្រាន់ថាល្វីងបន្តិចបាទពាក់ព័ន្ធនឹងគ្រុនពោះវៀនក៏ដូចជាអ្នកដែលមានបញ្ហាកើតរដូងបាទក៏ត្រូវដែរផ្សំជាមួយរុក្ខជាតិផ្សេងទៀតធ្វើជាថ្នាំព្យាបាលជំងឺរដូងបាទហើយបើសិនជាពុកម៉ែបងប្អូនមានជំងឺរលាកបំពង់កក៏ត្រូវដែរបាទហើយប្រើទាំងស្លឹកទាំងដើមដូចគ្នាបាទរុក្ខជាតិទាំងមូលដូចគ្នាបាទយើងអាចធ្វើជាថ្នាំគ្រុនពោះវៀនក៏ដូចជារដូងបាទនិងរលាកបំពង់កគឺការព្យាបាលបាទគ្រាន់តែបញ្ជាក់ជូនពុកម៉ែបងប្អូនថារឿងរវិញបន្តិចបាទតែប្រកែគួរសមដែរបាទបើសិនជាយើងយកទៅផ្សំជាមួយនឹងរុក្ខជាតិផ្សេងអត់សូវអីទេបាទអត់សូវល្វីងទេបើប្រើតែមួយមុខនោះគឺល្វីងខ្លាំងបាទហើយពុកម៉ែបងប្អូនអាចរកបានតាមតំបន់ភ្នំព្រៃល្បោះជាពិសេសគឺតំបន់ដីខ្សាច់បាទមានដីខ្សាច់សម្បូរបាទសម្បូរខ្លាំងបាទងាយរកដីរៀបវាលបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនបន្ថែមផងដែរថាបើសិនជាពុកម៉ែបងប្អូនត្រូវការថ្នាំខ្មែរបុរាណហើយមិនចង់រកខ្លួនឯងក៏ដូចជារកដែរតែរកអត់បានកន្លែងខ្លះអត់មានអាចតាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬសូមតាក់ទងតាម Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទហើយបើសិនជាពុកម៉ែបងប្អូនមានជំងឺពិបាកក្នុងការព្យាបាលហើយមានចម្ងល់ឆ្ងល់អីពុកម៉ែបងប្អូនអាចទេមកបានបាទឬក៏ឆាតតាម Facebook ដោយសារតែពេលខ្លះទេអត់ចូលទេខ្ញុំនៅតំបន់ភ្នំអត់មានសេវាទូរស័ព្ទអញ្ចឹងអាចតាក់ទងមកតាម Telegram ក៏ដូចជា Facebook ពេលដែលខ្ញុំត្រឡប់មកពីកោះថ្នាំក្នុងព្រៃវិញខ្ញុំនឹងឆាតតបឬក៏ទេត្រឡប់ទៅវិញបានហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណ